ការធ្វើអធិប្បាយរបស់លោកណូត្រាំនៅលើបណ្ដាញទូរស័ព្ទរបស់លោកនេះគឺផ្ដោតសំខាន់ទៅលើពួកសកម្មភាពហាម៉ាស់ដែលតម្រូវឲ្យដោះលែងចំណាប់ធ្នូនៅសេសសល់ការបញ្ជាពេលឬការកិច្ចវេះពីគេហៅថាការតាបកិច្ចដែលបានសន្យាបានធ្វើឲ្យបទជប់បាញ់នេះស្ថិតក្នុងភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នហើយការធ្វើអធិប្បាយរបស់លោកត្រាំនេះក៏ស្របពេលដែលសហរដ្ឋអាមេរិកគេបានបញ្ជូនប្រេសិតរបស់លោកត្រាំដែលទទួលខុសត្រូវលើកិច្ចការចំណាប់ធ្នូនៅតំបន់ហ្គាហ្សាគឺលោកអាដាមបូឡឺទៅចរចាដោយផ្ទាល់ហើយការងារនេះគឺបានផ្ដោតសំខាន់មួយទៀតទៅលើចំណាប់ធ្នូអាមេរិកជនជាតិអាមេរិក5នាក់ក្នុងនោះ4នាក់បានបាត់បង់ជីវិតទៅហើយនៅសល់តែម្នាក់ទេអញ្ចឹងលោកដូណាល់ត្រាំបានលើកឡើងពីគេហៅថាសម្ដីចុងក្រោយដែលលោកបានលើកឡើងថាស្ថានភាពនឹងធ្ងន់ធ្ងរបំផុតមិនអាចស្មានបានបើសិនជាក្រុមហាម៉ាស់មិនព្រមដោះលែងចំណាប់ធ្នូទាំងអស់ដែលលោកចាត់ទុកថាការពមៀនរបស់លោកនេះគឺជាឱកាសចុងក្រោយដែលក្រុមហាម៉ាស់អាចចាក់ចេញពីតំបន់ហ្គាហ្សាបានបើសិនជាក្រុមនេះមិនព្រមដោះលែងចំណាប់ធ្នូឲ្យបានឆាប់តាមការអំពាវនាវរបស់លោកទេឱកាសចុងក្រោយសម្រាប់ក្រុមហាម៉ាស់ក៏លែងមានដែរហើយការចាក់ចេញពីតំបន់ហ្គាហ្សាដោយក្រុមហាម៉ាស់ហ្នឹងក៏អត់មានឱកាសចាក់ចេញដែរដោយលោកបានលើកឡើងថាយើងនឹងបញ្ជូនគ្រឿងយុទ្ធោបករណ៍គ្រប់បែបយ៉ាងដែលអ៊ីស្រាអែលត្រូវការដើម្បីកំទេចចោលនៅតំបន់ហ្គាហ្សានេះហើយក្រុមហាម៉ាស់ត្រូវតែចាក់ចេញទោះយ៉ាងណាក៏ដោយគឺបានសម្លឹងឃើញថាការធ្វើអធិប្បាយរបស់លោកត្រាំនេះគឺចង់សម្ដៅន័យថាទៅថ្ងៃអនាគតក្រុមហាម៉ាស់ប៉ាឡេស្ទីនត្រូវតែគ្មានវត្តមាននៅក្នុងតំបន់ហ្គាហ្សាហើយមុនពេលនឹងចាក់ចេញក៏ត្រូវដោះលែងចំណាប់ធ្នូឲ្យអស់ដែរការធ្វើអធិប្បាយរបស់លោកត្រាំនេះគឺមិនទាន់មានការឆ្លើយតបភ្លាមពីក្រុមហាម៉ាស់ប៉ាឡេស្ទីនទេហើយត្រង់ថាមានប្រសិទ្ធភាពឬក៏អត់នោះគឺលោកដូណាល់ត្រាំធ្លាប់បានធ្វើអធិប្បាយគម្រាមអញ្ចឹងមួយលើកជា2លើកដែរនៅពេលដែលបទជប់បាញ់ចូលយុទ្ធរមានដំបូងថ្ងៃទី19ខែមករាឆ្នាំ2025កន្លងទៅហ្នឹងក៏លោកត្រាំបានលើកឡើងអធិប្បាយពីការដាក់អសានវិទ្យាយ៉ាងដែរបើក្រុមនេះមិនអនុវត្តបាននៅត្រឹមពេលវេលាថ្ងៃត្រង់ថ្ងៃសៅរ៍កន្លងមកហ្នឹងគឺបាត់ជប់បាញ់ក៏ត្រូវលុបចោលដែរអញ្ចឹងការធ្វើអធិប្បាយរបស់លោកត្រាំ2លើកមកហើយគេឃើញថាមានប្រសិទ្ធភាពដែលក្រុមហាម៉ាស់ប៉ាឡេស្ទីនបើទោះបីជាទាត់ចោលភ្លាមប៉ុន្តែក្រោយមកក៏និយាយក្នុងអរិយាប័ត្រសម្រាលស្ថានភាពនិងប្រើប្រាស់ភាសានៃការសម្របសម្រួលដែរដូច្នេះការធ្វើអធិប្បាយចុងក្រោយរបស់លោកត្រាំនេះគឺគេមិនទាន់ដឹងច្បាស់ថាតើក្រុមហាម៉ាស់នឹងត្រូវអនុវត្តឬយ៉ាងណាទេក៏ប៉ុន្តែលោកបានធ្វើអធិប្បាយខ្លាំងដោយប្រើការពមៀនធ្ងន់ក្នុងការកំទេចក្រុមហាម៉ាស់នេះ2លើកហើយដែលក្រុមនេះគឺបានប្រែប្រួលអរិយាប័ត្រឬហៅថាផ្លាស់ប្ដូរអរិយាប័ត្រមកអនុវត្តទៅតាមការពមៀនរបស់លោកណូត្រាំប៉ុន្តែលើកចុងក្រោយនេះពាក់ព័ន្ធនឹងថាការដោះលែងចំណាប់ធ្នូដែលនៅសេសសល់ទាំងអស់ហើយត្រូវចាក់ចេញពីតំបន់ហ្គាហ្សាទើបអាចមានសុវត្ថិភាពដូច្នេះចំណុចដែលត្រូវបញ្ចប់ឱកាសរបស់ក្រុមហាម៉ាស់ក្នុងការគ្រប់គ្រងហ្គាហ្សានេះគឺគេមិនដឹងច្បាស់ទេហើយក៏ពិបាកនឹងថាក្រុមនេះអាចទទួលយកដែរបាទនិយាយពីរឿងបទឈប់បាញ់ដែលនៅពេលនេះអ៊ីស្រាអែលកំពុងតែជំរុញឲ្យមានការបន្តបទឈប់បាញ់ដែលជាក់ស្ដែងបានផុតកំណត់ទៅហើយកាលពីថ្ងៃទី1ខែមីនាកន្លងទៅបន្ទាប់ពីអនុវត្តបាន6សប្តាហ៍ឬ42ថ្ងៃហើយរហូតមកដល់ពេលនេះគឺយ៉ាងណាទៅហើយលោករីណាបាទបទជប់បាញ់បានផុតរលត់ទៅមានន័យថាអស់សុពលភាពនៅថ្ងៃទី1ខែមីនាកន្លងទៅហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះហើយសហរដ្ឋអាមេរិកបានស្នើសុំឲ្យពជាពេលដល់ពាក់កណ្ដាលខែមេសាហើយអ៊ីស្រាអែលក៏បានទទួលយកប៉ុន្តែក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលមានការស្ទាក់ស្ទើរដោយជំរុញឲ្យអ៊ីស្រាអែលហ្នឹងគឺក្នុងចន្លោះពេលហ្នឹងរហូតដល់ពាក់កណ្ដាលខែមេសាចូលរួមក្នុងតុចរចាដើម្បីពិភាក្សាកិច្ចព្រមព្រៀងបទជប់បាញ់ដំណាក់កាលទី2ដោយសារការអនុវត្តបទជប់បាញ់ដំណាក់កាលទី1ក្នុងរយៈពេល6សប្តាហ៍នោះគឺតម្រូវឲ្យអនុវត្តបាន16ថ្ងៃភាគីទាំងពីរត្រូវពិគ្រោះពិភាក្សាឬក៏ចរចាដំណាក់កាលទី2ប៉ុន្តែរយៈកាលកន្លងមកនេះដោយសារតែជាប់ប្រកែកប៉ុណ្ណឹងគ្នាជាប់ចោតប្រកាន់គ្នាទៅវិញទៅមកហើយការចូលតុចរចាហ្នឹងក៏មិនបានវិភាសាអ្វីឲ្យបានធំដុំដែរដូច្នេះដំណាក់កាលទី2នេះមិនទាន់បានវិភាសាជំរុញឲ្យមានវឌ្ឍនភាពចំណុចណាមួយនៅឡើយទេដោយអ៊ីស្រាអែលប្រកាន់ជំហរតឹងរឹងថាក្នុងដំណាក់កាលទី2នេះគឺជាពេលវេលាដែលអ៊ីស្រាអែលត្រូវដកកងកម្លាំងទាំងអស់ចេញពីហ្គាហ្សាពេលនោះឯងគឺជាពេលបញ្ចប់សង្គ្រាមក៏ប៉ុន្តែបើសិនជាអ៊ីស្រាអែលដកកម្លាំងចេញពីហ្គាហ្សាមានន័យថាក្រុមហាម៉ាស់ប៉ាឡេស្ទីននៅនឹងតំបន់ហ្គាហ្សាដដែលមិនចាក់ចេញពីទឹកដីប៉ាឡេស្ទីនមួយនេះទេបើតាមការលើកឡើងរបស់ប្រមុខយោធាថ្មីរបស់អ៊ីស្រាអែលលោកអ៊ីយ៉ាល់យ៉ាមីបានលើកឡើងថា
ក្រុមហាម៉ាស់ប៉ាឡេស្ទីនពិតមែនតែរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលជាង16 ខែមកនេះក៏ប៉ុន្តែក្រុមនេះគឺមិនទាន់បរាជ័យទាំងស្រុងទេបើក្រុមហាម៉ាស់មិនទាន់បរាជ័យគឺអ៊ីស្រាអែលក៏មិនទាន់សម្រេចគោលដៅយោធារបស់ខ្លួនដែលថាត្រូវកំទេចសមត្ថភាពយោធារបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនអស់ពីដែនដីកាហ្សាដូច្នេះបើសិនជាអ៊ីស្រាអែលចរចាត្រូវរើជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីនដកកម្លាំងចេញទាំងអស់ពីកាហ្សាជាការបញ្ចប់សង្គ្រាមអញ្ចឹងក្រុមនេះនឹងវិលចូលគ្រប់គ្រងតំបន់កាហ្សាដោយតែពីមុនហើយបង្កការគម្រាមកំហែងឬបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អ៊ីស្រាអែលនាពេលអនាគតដូច្នេះមកដល់ពេលនេះគឺពិតមែនថាអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នហ្នឹងគឺត្រូវបន្ថែមពេលអនុវត្តដល់ពាក់កណ្ដាលខែមេសាក៏ប៉ុន្តែបើភាគីណាមួយរំលោភបំពានក៏មិនមានអ្វីជាចំណងផ្លូវច្បាប់ដែលត្រូវស្ដីបន្ទោសដែរដោយសារតែបទឈប់បាញ់នេះបានហួសសុពលភាពទៅហើយការអនុវត្តនេះគឺតាមការស្នើសុំរបស់សហរដ្ឋអាមេរិកហើយពេលនេះគឺក្រុមហាម៉ាស់ប៉ាឡេស្ទីនបានស្នើឲ្យអ៊ីស្រាអែលចូលមកតុចរចាដើម្បីពិភាក្សាសម្រាប់ដំណាក់កាលទី2តែអ៊ីស្រាអែលហាក់រារែកនឹងមិនទទួលយកនៅការពិភាក្សាណាមួយទេដល់ពេលនេះគឺក្រុមប្រទេសអន្តរការីមានអេស៊ីបកាតានិងសហរដ្ឋអាមេរិកហ្នឹងកំពុងតែពិភាក្សាពីភាគីទាំងសងខាងថាតើថ្ងៃណាពិតប្រាកដដែលភាគីទាំងពីរត្រូវចូលតុចរចាដើម្បីពិភាក្សាដំណាក់កាលទី2នោះបាទទោះយ៉ាងណាគេបានមើលឃើញថាការផុតកំណត់នៃបទជប់បាញ់ដំណាក់កាលទី1នេះបាទដំណាក់កាលទី1គឺផុតថ្ងៃ1មីនាប៉ុន្តែថ្ងៃនេះយើងឈានចូលដល់ថ្ងៃ6ខែមីនាឆ្នាំ2025ទៅហើយតាមវេលានៅកម្ពុជានៅក្នុងអំឡុង 4-5 ថ្ងៃដែលហួសនេះគឺអត់មានការប៉ះទង្គិចគ្នាអ្វីគួរឲ្យបានកើតឡើងគួរឲ្យកត់សម្គាល់ទេលោករីណាបាទរយៈពេលប្រហែលថ្ងៃនេះខាងក្រុមហាម៉ាស់ប៉ាឡេស្ទីនមិនមានការវាយប្រហារណាមួយកើតឡើងលើអ៊ីស្រាអែលទេក៏ប៉ុន្តែអ៊ីស្រាអែលបានវាយប្រហាររហូតដែរចាប់តាំងពីមុនពេលផុតសុពលភាពនៅថ្ងៃទី1ខែមីនាមកម្លេះហើយកាលពីថ្ងៃអង្គារហ្នឹងគឺមានជនជាតិប៉ាឡេស្ទីន4នាក់3នាក់ស្លាប់និង4នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់នៅទីក្រុងរ៉ាហ្វានិងទីក្រុងខានយូនីសតំបន់កាហ្សាភាគខាងត្បូងដោយអ៊ីស្រាអែលបានលើកឡើងថាទីនោះឯងជាមុខសញ្ញាសង្ស័យដែលថាព្យាយាមបាញ់គ្រាប់រ៉ុកែតទៅលើប្រទេសអ៊ីស្រាអែលដូច្នេះរយៈកាលចុងក្រោយដែលផុតសុពលភាពហើយនេះការវាយប្រហារមានតែខាងភាគីអ៊ីស្រាអែលទេហើយដោយឡែកក្រុមហាម៉ាស់ប៉ាឡេស្ទីនមិនទាន់បង្ហាញពីរបាយការណ៍ណាមួយក្នុងការវាយបកទៅលើអ៊ីស្រាអែលទេហើយក៏មិនទាន់មានការធ្វើអធិប្បាយដែលថានឹងសងសឹកឬក៏វាយប្រហារទៅលើអ៊ីស្រាអែលក្នុងករណីដែលអ៊ីស្រាអែលមិនគោរពលើបទជប់បាញ់ដែលពជាពេលជាបណ្ដោះអាសន្ននេះដែរបាទសូមអរគុណលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីស្ថានភាពនៅហ្គាហ្សានេះជម្រាបលាបាទអរគុណទូរទស្សនិកជនយើងក៏មិនភ្លេចតាមដានអំពីវឌ្ឍនភាពព័ត៌មានអំពីបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅពេលនេះគេបានមើលឃើញថាសហរដ្ឋអាមេរិកកំពុងតែដាក់សម្ពាធថ្មីមួយទៀតទៅលើអ៊ុយក្រែនក្រៅតែពីការផ្អាកការផ្គត់ផ្គង់ជំនួយយោធាភ្លាមកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះគឺជំនួយពីអាមេរិកទៅអ៊ុយក្រែននោះឥឡូវនេះសហរដ្ឋអាមេរិកបានសម្រេចផ្អាកការចែករំលែកនូវព័ត៌មានចារកម្មយោធាជាមួយអ៊ុយក្រែនបន្ថែមទៀតដែលគេបានមើលឃើញថានេះគឺជាសម្ពាធថ្មីមួយទៀតដើម្បីជំរុញឲ្យអ៊ុយក្រែនព្យាយាមស្វែងរកសន្តិភាពរួមគ្នាជាមួយនឹងបំណងរបស់សហរដ្ឋអាមេរិកនាយកសេវាកម្មចារកម្មរបស់អាមេរិក CIA លោក John Radcliffe បាននិយាយកាលពីថ្ងៃពុធទី5ខែមីនាឆ្នាំ2025ម្សិលមិញនេះថាសហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនដែលបានបង្កើនសម្ពាធកាន់តែខ្លាំងលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឲ្យសហការជាមួយលោកប្រធានាធិបតី Donald Trump ក្នុងការកោះប្រជុំសន្តិភាពជាមួយរុស្ស៊ីការផ្អាកនេះបានធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើនដោយសារវាប៉ះពាល់ដល់សមត្ថភាពអ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ីហើយបានកើតឡើងបន្ទាប់ពីការផ្អាកជំនួយយោធារបស់អាមេរិកនៅសប្តាហ៍នេះដល់ទីក្រុងគៀវជំហាននេះក៏បានគូបញ្ជាក់ពីឆន្ទៈរបស់លោក Trump ក្នុងការប្រកាន់ជំហរតឹងជាមួយសម្ព័ន្ធមិត្តគណៈលោកបង្ហាញវិធីសាស្ត្រផ្សះផ្សាបន្ថែមទៀតចំពោះទីក្រុងមូស្គូដោយងាកចេញពីការគ្រប់គ្រងដ៏រឹងមាំកាលពីមុនរបស់អាមេរិកសម្រាប់អ៊ុយក្រែនសម្ពាធហាក់ដូចជាបានផលដោយលោក Trump បានកាលពីថ្ងៃអង្គារបាននិយាយថាលោកបានទទួលលិខិតពីលោក Zelensky ដែលក្នុងនោះមេដឹកនាំអ៊ុយក្រែនរូបនេះបានលើកឡើងថាលោកសុខចិត្តទៅកាន់តុចរចាប្រពន្ធមួយដែលដឹងអំពីស្ថានភាពនេះបាននិយាយថារដ្ឋបាលលោក Trump បានបញ្ឈប់គ្រប់យ៉ាងរួមទាំងទិន្នន័យកំណត់គោលដៅដែលអ៊ុយក្រែនបានប្រើដើម្បីវាយប្រហារគោលដៅរុស្ស៊ីប្រពន្ធផ្សេងទៀតបាននិយាយថាការចែករំលែកចារកម្មត្រូវបានផ្អាកមួយផ្នែកប៉ុណ្ណោះប៉ុន្តែมันអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតបានទេនេះទៅកាន់
អ៊ុយក្រែនដែលដឹកនាំដោយលោក Volodymyr Zelensky ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថាបន្តបន្ទន់ជំហររបស់ខ្លួនជាបន្តបន្ទាប់ចំពោះមុខជំនួយរបស់សហរដ្ឋអាមេរិកគឺលោក Zelensky បានសាទរសកម្មភាពវិជ្ជមានក្នុងទំនាក់ទំនងជាមួយអាមេរិកក្រោយជំនួបមន្ត្រីនៃប្រទេសទាំងពីរប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធទី5ខែមីនានាសប្តាហ៍នេះថាមានសកម្មភាពវិជ្ជមានមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកដែលអាចនាំឲ្យមានកិច្ចប្រជុំមួយទៀតរវាងភាគីទាំងពីរក្នុងពេលឆាប់ៗនេះទីក្រុងគៀវមានបំណងចង់ជួសជុលទំនាក់ទំនងជាមួយអ្នកគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីមួយនេះបន្ទាប់ពីលោក Zelensky បានប៉ះទង្គិចពាក្យសម្ដីជាសាធារណៈជាមួយលោក Donald Trump នៅសេតវិមានអាមេរិកកាលពីសប្តាហ៍មុនអំពីរបៀបបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនលោក Zelensky បាននិយាយនៅក្នុងសន្ទរកថាពេលល្ងាចរបស់លោកដោយសម្ដៅទៅលើប្រធានបុគ្គលិករបស់លោកនិងទីប្រឹក្សាសន្តិសុខជាតិអាមេរិកថាថ្ងៃនេះក្រុមការងារអ៊ុយក្រែនដឹកនាំដោយលោក Andriy Yermak និងសហរដ្ឋអាមេរិកដឹកនាំដោយលោក Mike Waltz បានចាប់ផ្ដើមធ្វើការលើកិច្ចប្រជុំមួយលោកថាមានចំណុចវិជ្ជមានពួកលោកសង្ឃឹមសម្រាប់លទ្ធផលដំបូងនៅសប្តាហ៍ក្រោយលោក Yermak បាននិយាយតាមបណ្ដាញទំនាក់ទំនងសង្គម X ថារូបលោកបានផ្លាស់ប្ដូរទស្សនៈលើបញ្ហាសន្តិសុខនិងជំហរជាមួយលោក Waltz ហើយថាមន្ត្រីទាំងពីរបានកំណត់ពេលកិច្ចប្រជុំរបស់មន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកនាពេលអនាគតដ៏ខ្លីដើម្បីបន្តការងារដ៏សំខាន់នេះមេដឹកនាំនៃបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុបឯនោះវិញជាថ្មី